ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងចិញ្ចឹមមាន់ហើយជួបបញ្ហាមាន់ឈឺច្រើនមិនធំចិញ្ចឹមយូរហើយអស់ចំណីច្រើនមិនធំអញ្ចឹងថ្ងៃនេះខ្ញុំសូមណែនាំពុកម៉ែបងប្អូនមកប្រើវីតាមីនជួយឲ្យមាន់ធំធាត់លឿនឆាប់បានលក់និងជួយឲ្យសាច់ស្អាតដុះរោមជាតិជើងលឿងសាច់លឿងអត់ចឹកគ្នាហើយអាចការពារជំងឺដូចជាផ្ដាសាយផ្លូវដង្ហើមរួញកធ្លាក់ស្លាបអរលាយកេរាកសរាកខៀវអញ្ចឹងពុកម៉ែបងប្អូនអាចសាកល្បងមកប្រើថ្នាំរបស់ខ្ញុំបានសម្រាប់ពុកម៉ែបងប្អូនចិញ្ចឹមមាន់ហើយតែជួបបញ្ហាដែលដូចដែលខ្ញុំប្រាប់ពុកម៉ែបងប្អូនហ្នឹងអញ្ចឹងពុកម៉ែបងប្អូនគួរតែមានថ្នាំដើម្បីដាក់ការពារឲ្យមាន់យើងសុខភាពល្អអញ្ចឹងកាលណាតែមាន់យើងសុខភាពល្អអញ្ចឹងការលូតលាស់ក៏លឿនសាច់ក៏ស្អាតចិញ្ចឹមឆាប់បានលក់ចឹងពុកម៉ែបងប្អូនកុំដល់តែចាំតែមាន់យើងឈឺបានដើររកថ្នាំដាក់នោះចឹងពុកម៉ែបងប្អូនត្រូវតែមានថ្នាំដើម្បីប្រចាំនៅទ្រុងមាន់របស់យើងចឹងមួយអាទិត្យយើងអាចប្រើ2ដងឬក៏មួយដងចឹងទៅដើម្បីឲ្យមាន់យើងមានសុខភាពល្អចឹងដោយពាក្យចាស់លោកពូលថាចឹងការពារប្រសើរជាងព្យាបាលចឹងយើងដាក់ការពារមុនកុំឲ្យវាឈឺទាន់កាលណាតែមាន់របស់យើងឈឺហើយយើងទៅវាយថ្នាំវាយពេលខ្លះអត់ត្រូវទេហើយខាតទាំងពេលវេលាខាតទាំងមាន់យើងទៀតហើយដល់ពេលចិញ្ចឹមទុកទៅក៏វាមិនធំធាត់ដែរអញ្ចឹងយើងត្រូវតែមានថ្នាំដើម្បីដាក់ការពារឲ្យវាដើម្បីឲ្យមាន់យើងសុខភាពល្អតាំងពីតូចរហូតដល់លក់អញ្ចឹងពុកម៉ែធ្វើម៉េចពុកម៉ែបងប្អូនត្រូវតែមានថ្នាំការពារដើម្បីដាក់ឲ្យមាន់យើងផឹករយៈពេលមួយអាទិត្យ2ដងឬក៏មួយដងអញ្ចឹងទើបមាន់យើងសុខភាពល្អពុកម៉ែបងប្អូនចឹងពុកម៉ែបងប្អូនចាំមាន់ដែលចេះតែឈឺច្រើនចឹងមកពីបញ្ហានឹងពុកម៉ែបងប្អូនចឹងយើងគួរតែមានវិធីសាស្ត្រដើម្បីការពារវាមុនចឹងពុកម៉ែបងប្អូនដែលចិញ្ចឹមមាន់ជួបបញ្ហាឈឺច្រើនហើយចិញ្ចឹមយូរអត់បានអត់ធំធាត់អត់បានលក់អាចមកសាកល្បងប្រើវីតាមីនរបស់ខ្ញុំបានចឹងវីតាមីនខ្ញុំវាជំនួយបានច្រើនពុកម៉ែបងប្អូនជួយឲ្យកូនមាន់យើងដុះរោមស្អាតអត់ចឹកគ្នាជើងលឿងសាច់លឿងការពារជំងឺដូចជាផ្ដាសាយផ្លូវដង្ហើមរួញកធ្លាក់ស្លាបហើយពុកម៉ែបងប្អូនមើលនៅក្នុងវីដេអូហ្នឹងឃើញហើយគឺកូនមាន់របស់ខ្ញុំនិងមាន់សាច់របស់ខ្ញុំផ្ទាល់គឺខ្ញុំចិញ្ចឹមហើយខ្ញុំថ្នាំនេះខ្ញុំផ្សំខ្លួនឯងអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលយកទៅដាក់ឲ្យមាន់ផឹកគឺល្អធានាថាល្អពុកម៉ែបងប្អូនអញ្ចឹងពុកម៉ែបងប្អូនអាចកម្មង់បានតាមរយៈលេខទូរស័ព្ទខាងលើឬក៏ឆាតចូល Page ដើម្បីធ្វើការទំនាក់ទំនងព័ត៌មានលម្អិតឬក៏ធ្វើការទិញចឹងពុកម៉ែបងប្អូនយើងត្រូវតែការពារប្រសើរជាងព្យាបាល